dương kịchបែបណាខួរក្បាលយើងជឿបែបហ្នឹងនៅពេលដែលយើងគិតថាយើងមិនមានទំនុកចិត្តយើងអត់ប្រកែកយើងអត់ឆ្លាតនោះខួរក្បាលរបស់យើងនឹងជឿថានឹងជឿបែបនោះទៅតាមការគិតរបស់យើងដូចគ្នាអញ្ចឹងអ្វីដែលយើងត្រូវប្រយ័ត្នណាយើងត្រូវប្រយ័ត្នការគិតរបស់យើងត្រូវប្រយ័ត្នជាមួយនឹងពាក្យសម្ដីរបស់យើងដែលយើងនិយាយទៅកាន់ខ្លួនឯងជារៀងរាល់ថ្ងៃអញ្ចឹងយើងសូមប្រយ័ត្នថាយើងស្ដីឲ្យខ្លួនឯងយើងបន្ទោសខ្លួនឯងយើងនិយាយអវិជ្ជមានទៅកាន់ខ្លួនឯងខួរក្បាលយើងនឹងទទួលបាន message នោះដូចគ្នាជាមួយនឹងការគិតនិងការនិយាយរបស់យើងត្រូវមានមេត្តាសម្រាប់ខ្លួនឯងឲ្យច្រើនពីព្រោះមនុស្សតែម្នាក់ដែលនៅជាមួយនឹងខ្លួនយើងគ្រប់ពេលវេលាគ្រប់ស្ថានភាពគ្រប់រឿងរ៉ាវទាំងសប្បាយទាំងពិបាកចិត្តគឺមានតែខ្លួនយើងដែលយើងចាំលើកទឹកចិត្តខ្លួនឯងនិងនៅជាមួយខ្លួនឯងឆ្លងកាត់រឿងរ៉ាវទាំងអស់ហ្នឹងអញ្ចឹងនៅពេលដែលយើងធ្វើខុសឬក៏យើងគិតថាយើងធ្វើរឿងហ្នឹងគឺខុសហើយយើងដឹងហើយថាយើងធ្វើខុសអញ្ចឹងយើងរៀនទទួលស្គាល់កំហុសរបស់យើងរៀនសូត្រពីកំហុសរបស់យើងហើយយើងផ្ដល់ការអភ័យទោសឲ្យខ្លួនឯងវាជាការផ្ដល់មេត្តាដល់ខ្លួនឯងចិត្តល្អជាមួយខ្លួនឯងអ្វីដែលត្រូវយកចិត្តទុកដាក់មួយទៀតនោះគឺយកចិត្តទុកដាក់ជាមួយនឹងបច្ចុប្បន្ននៅក្នុងជីវិតរបស់ខ្លួនឯងអតីតកាលកន្លងមកបើសិនជាយើងធ្វើខុសឬក៏យើងមោទនភាពនៃទង្វើរបស់យើងណាមួយយើងរក្សាវាទុកជាមេរៀនហើយអនាគតយើងសម័យបានយើងមានក្តីសម័យយើងរំពឹងបានប៉ុន្តែយើងកុំទៅប្តីផ្ដួលហើយយើងកុំទៅទោសនឹងជាមួយនឹងរឿងដែលយើងមិនអាចគ្រប់គ្រងបានហើយរឿងមួយទៀតនោះគឺយើងជាមនុស្សតែម្នាក់ដែលមានទំនួលខុសត្រូវលើក្តីសុខរបស់យើងគ្មាននរណាម្នាក់ដែលគេមកទទួលខុសត្រូវលើក្តីសុខរបស់យើងទេអញ្ចឹងយើងកុំរំពឹងចាំឲ្យនរណាម្នាក់ធ្វើឲ្យយើងមានក្តីសុខអ្វីដែលយើងត្រូវធ្វើនោះគឺយើងរៀនអរគុណចំពោះខ្លួនឯងពីមនុស្សជុំវិញខ្លួនឬក៏រឿងរ៉ាវល្អៗដែលកើតឡើងចំពោះខ្លួនឯងឬក៏រឿងរ៉ាវមិនល្អដែលកើតឡើងជាមួយយើងក៏អរគុណសម្រាប់រឿងរ៉ាវទាំងអស់ហ្នឹងដែលធ្វើឲ្យយើងបានរៀនដែលធ្វើឲ្យយើងបានរីកចម្រើនហើយយើងដឹងថាអ្វីដែលយើងគួរធ្វើអ្វីដែលយើងមិនគួរធ្វើហើយចំណុចទាំងអស់នេះគឺជាចំណុចដែលខ្ញុំចូលចិត្តពីសៀវភៅ Good Vibe Good Life